ការមិនបងអាហារកាតព្វកិច្ចឬក៏អាហារកិច្ចក្រោយការរែងលះគ្នាគឺជាបទល្មើសព្រហ្មទណ្ឌដែលប្រឈមមុខនឹងការជាប់ពន្ធនាគារមានសំណួរអាណាមិកមួយបានសួរថាក្រោយការលែងលះដាច់ស្រេចទៅតាមផ្លូវតុលាការអតីតប្តីរបស់គាត់គឺត្រូវបានសម្រេចឲ្យបងអាហារកាតព្វកិច្ចជាប្រាក់ចំនួន$300ក្នុងមួយខែសម្រាប់រយៈពេល10ឆ្នាំចំពោះកូនដែលជាអនិច្ចជនស្ថិតនៅក្រោមអំណាចមេបារបស់ខាងប្រពន្ធនៅឆ្នាំដំបូងគឺគាត់អាចអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនប៉ុន្តែមកដល់បច្ចុប្បន្ននេះឬក៏រាប់ថយក្រោយទៅរយៈពេល3ឆ្នាំនេះភាគីអតីតជាប្តីហ្នឹងគឺពុំបានអនុវត្តខ្ជាប់ខ្ជួនទេលើសពីហ្នឹងគឺថែមទាំងធ្វើឲ្យមានការលំបាកទៅដល់ភាគីជាប្រពន្ធត្រូវតាមទាពេលខ្លះក៏បានពេលខ្លះមិនបានហើយមានការឌឺដងទៀតអញ្ចឹងរយៈពេលជាច្រើនឆ្នាំមកនេះគឺគាត់មានសេចក្តីមិនសុខចិត្តមិនសប្បាយចិត្តហើយគាត់សួរមកខាងកាយរាយយើងថាតើគាត់អាចធ្វើអ្វីបានចំពោះការមិនអនុវត្តទៅតាមអំណាចសេចក្តីសម្រេចរបស់តុលាការនេះយោងតាមមាត្រា324នៃក្រមព្រហ្មទណ្ឌនៃប្រជាជាតិកម្ពុជាបានចែងថាការមិនគោរពទៅតាមសេចក្តីសម្រេចស្ថាពររបស់តុលាការដោយមិនព្រមបង់ក្នុងរយៈពេល2ខែយ៉ាងតិចនៅអាហារកិច្ចដល់សហព័ន្ធឬអតីតសហព័ន្ធរបស់ខ្លួនដល់កូនជាអនិច្ចជនដល់បច្ឆាញាតិឬបុព្វញាតិឬដល់ញាតិផ្សេងទៀតរបស់ខ្លួននោះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ1ឆ្នាំនិងបណ្តេញជាប្រាក់ចំនួន100,000រៀលទៅ2លានរៀលដូច្នេះចំពោះបញ្ហានេះភាគីខាងអតីតប្រពន្ធគឺអាចធ្វើការប្តឹងទៅតុលាការព្រហ្មទណ្ឌដើម្បីឲ្យតុលាការផ្តន្ទាទោសអតីតប្តីអំពីបទល្មើសស្តីអំពីបទបោះបង់ចោលគ្រួសារដែលអាចផ្តន្ទាទោសជាប់ពន្ធនាគារពី1ខែរហូតដល់1ឆ្នាំព្រមទាំងទាមទារនៅសំណងខូចខាតក៏ដូចជាសំណងជំងឺចិត្តទៅតាមទំហំនៃការខូចខាតជាក់ស្ដែងផងដែរ